មិថុនាឆ្នាំ2015នៅចំណុចដីវាលរបស់តាព្រឿនក្រោយភូមិកបប្រកលจากឃុំព្រះស្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺលោកពីងពៅដែលជាអធិការរងនគរបាលស្រុកឧដុង្គបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចគាត់ខ្លួនគឺមានឈ្មោះមីងវ៉ាត់ភេទប្រុសអាយុ18ឆ្នាំមុខរបរជាអ្នកលីសាយរស់នៅក្នុងភូមិប្រកលឃុំព្រះស្រែស្រុកឧដុង្គនេះតែម្ដងរីឯក្មេងស្រីរងគ្រោះគឺឈ្មោះសផអាយុ11ឆ្នាំរៀនថ្នាក់ទី6រស់នៅក្នុងភូមិខុងកើតហេតុជាមួយគ្នាបច្ចុប្បន្ននេះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការនគរបាលខេត្តកំពង់ស្ពឺរងចាំបញ្ជូនបន្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ចា៎បាទមិញនេះកញ្ញានិកាព័ត៌មានគឺរំលោភអត់បានសម្រេចណាប៉ុន្តែព័ត៌មានខ្ញុំនេះគឺរំលោភបានសម្រេចវិញម្ដងគឺបញ្ជូនយុវជនម្នាក់បាទគឺទៅតុលាការបាទគឺករណីចាប់រំលោភក្មេងស្រីអាយុ9ឆ្នាំម្នាក់រហូតបានសម្រេចបាទហើយយុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី16ខែមិថុនាម្សិលមិញនេះតែម្ដងដោយជាប់ចោទបាទពីបទរំលោភសេពសន្តិវៈក្មេងស្រីអាយុ9ឆ្នាំរហូតដល់បានសម្រេចបាទគ្នាក្មេងមែនទេណានីតិជនណាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី15ខែមិថុនាកន្លងទៅវេលាម៉ោង7យប់ស្ថិតនៅក្នុងភូមិអង្គរាំងឃុំបឹងត្រាញ់ខាងជើងបាទស្រុកសំរោងខេត្តតាកែវហើយជនសង្ស័យនេះគឺត្រូវប៉ូលីសចាប់ខ្លួនកាលពីព្រឹកថ្ងៃទី16ខែមិថុនាបាទតាមពាក្យបណ្ដឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះហើយលោកមឿងសរុនដែលជាអធិការស្រុកសំរោងគឺបានឲ្យដឹងថាជនសង្ស័យនេះគឺឈ្មោះប្រាក់សុកលីអាយុ19ឆ្នាំចំណែកក្មេងស្រីរងគ្រោះនោះគឺឈ្មោះសតអាយុ9ឆ្នាំអ្នកទាំងពីរគឺរស់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នាបាទហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេនឹងគឺពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចពិតប្រាកដមែនដោយសារតែឃើញកន្លែងគេងបាទកន្លែងដេកគឺស្ងាត់បាទគ្មានមនុស្សក្បែរលុះព្រឹកឡើងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដងទៅបាទនេះគឺយើងទៅរំលោភក្មេងស្រីការពិតគ្នាអាយុ9ឆ្នាំតូចណាស់ណាអានីតិជនបាទគ្មានតន់ដឹងអីទេប៉ុណ្ណឹងបាទ